ជាក់ស្ដែងឆ្លងកាត់បទពិសោធន៍របស់បងជាង8ឆ្នាំចូល9ឆ្នាំនេះឯងបងមូលហេតុដែលថាហេតុអីបានជាភាពតំណែងរវាងយើងនិងអតិថិជនពិតជាសំខាន់អញ្ចឹងឆ្លងតាមបទពិសោធន៍របស់បងរកឃើញចំណុច3នៅក្នុងនោះគឺដូចកសលអញនេះអញ្ចឹងជួបបងគឺញ៉ាំញ៉ាមឬរីរាក់ទាក់ដាក់គ្នាទៅវិញមកអញ្ចឹងបងធ្វើសេវាកម្មហ្នឹងជូនពួកគាត់ដំបូងបងអស់ហ្នឹងគឺភាពរួសរាយរាក់ទាក់ជូនពួកគាត់ដែលយើងអត់ស្គាល់សោះតាក់ទងទៅនឹងតំណែងល្អជាមួយអតិថិជនប៉ុន្តែចំណុចមួយដែលខ្ញុំចាប់អារម្មណ៍គឺតាក់ទងទៅនឹងគុណភាពអាជីវកម្មតើបងអាចបញ្យល់បន្ថែមទៀតបាននេះថាតើតំណែងល្អហ្នឹងធ្វើឲ្យគុណភាពអាជីវកម្មល្អយ៉ាងដូចម្តេចបាទបាទសូមជម្រាបសួរសួស្តីបងប្អូនអ្នកគ្នាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់កម្មវិធីខ្ញុំលើកគេថា podcast ប្រចាំក្រុមហ៊ុន Prudential កម្ពុជាបាទខ្ញុំអកុសលជួបជាមួយនឹងបងប្អូនជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីសប្តាហ៍នេះហើយខ្ញុំបាទសូមជម្រាបជូនថាកម្មវិធីខ្ញុំលើកគេថា podcast គឺជាកម្មវិធីមួយដែលបាទធ្វើការផ្ដល់ព័ត៌មានក៏ដូចជាចែករំលែកជាមួយនឹងកលឹះចំណេះដឹងនិងបទពិសោធន៍ផ្សេងៗជុំវិញអ្វីដែលបងប្អូនទាំងអស់គ្នាបានកំពុងឮតេតងទៅនឹងអាជីពជាភ្នាក់ងារទំនាក់ទំនងអាយុជីវិតបាទហើយសម្រាប់សប្តាហ៍មួយដងគឺយើងនឹងបានជួបជាមួយនឹងវាគ្មិនក្រយុះក៏ដូចជាយើងនឹងជជែកវិញញែកតេតងនឹងប្រធានបទផ្សេងៗផងដែរដែលឡែកសម្រាប់សប្តាហ៍នេះគឺយើងនឹងមកជួបជាមួយនឹងវាគ្មិនមួយរូបទៀតដែលគាត់ជា Business Director ហើយប្រធានបទសម្រាប់បាទសប្តាហ៍នេះផ្ទាល់តែម្ដងគឺយើងនឹងនិយាយតាក់ទងទៅនឹងសិល្បៈក្នុងការបង្កើតនិងរក្សាតំណែងឲ្យបានយូរដូច្នេះចង់ដឹងថាតើវាគ្មិនរបស់យើងជានរណាបាទសូមជួបជាមួយនឹងគាត់ដូចតទៅបាទនេះសួរបងបាទខ្ញុំសួរសុខសប្បាយបងសុខសប្បាយធម្មតាចូលអូនវិញបាទសុខធម្មតាអរគុណច្រើនបងដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីរបស់យើងបាទយើងមុននឹងចាប់ផ្ដើមសូមបងធ្វើការណែនាំខ្លួនបន្តិចទៅកាន់ប្រិយមិត្តរបស់យើងណាបងបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះផាន់សុភីតបច្ចុប្បន្ននេះខ្ញុំមានតួនាទីជា Business Director នៅប្រចាំក្រុមហ៊ុន Prudential កម្ពុជាហើយខ្ញុំក៏ជា Founder របស់ EFG Family Group ដែលហៅកាត់ថា Elite Family Group នឹងឯងហើយខ្ញុំនៅចាំថាខ្ញុំបានបម្រើការងារនៅក្រុមហ៊ុន Prudential 9ឆ្នាំហើយបើគិតមកដល់បច្ចុប្បន្នគឺតាំងតែពីឆ្នាំ2016រហូតដល់បច្ចុប្បន្ននេះឯងបាទអរគុណច្រើនបងដែលបានចំណាយពេលវេលាក៏ដូចជាកិត្តិយសចូលរួមជាមួយនឹងកម្មវិធីរបស់យើងដូចដែលយើងបានដឹងកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍នេះគឺផ្ដោតទៅលើការបង្កើតតំណែងយូរអង្វែងដែលមានសារៈសំខាន់មែនទែននៅក្នុងវិស័យមួយនេះមែនទេបងអញ្ចឹងមុននឹងចូលទៅកាន់សំណួរលម្អិតនោះចង់ដឹងថាហេតុអ្វីបានជាការរក្សាតំណែងនោះគឺវាសំខាន់ខ្លាំងអាចនិយាយថាខ្លាំងមែនទែនណាបងនៅក្នុងវិស័យតំណែងបាទអរគុណកសលជាក់ស្ដែងឆ្លងកាត់បទពិសោធន៍របស់បងជាង8ឆ្នាំចូល9ឆ្នាំនេះឯងបងមូលហេតុដែលថាហេតុអីបានជាភាពតំណែងរវាងយើងនិងអតិថិជនពិតជាសំខាន់អញ្ចឹងឆ្លងតាមបទពិសោធន៍របស់បងរកឃើញចំណុច3នៅក្នុងនោះគឺពិតជាសំខាន់ណាស់ទី1គឺយើងបានផ្ដល់ទំនុកចិត្តជូនគាត់ដោយភាពត្រឹមត្រូវចំពោះពួកគាត់នឹងឯងហើយទី2គឺយើងបានផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនគាត់ផងដែរបានន័យថាយើងផ្ដល់សេវាកម្មអ្វីដែលក្រុមហ៊ុនបានមិនខនឹងលក្ខខណ្ឌពីបណ្ដារបស់យើងជូនដល់គាត់គឺគាត់យើងអត់មានទុកកន្លែងណាមួយដែលតែថាលាក់គាត់អញ្ចឹងណាឧទាហរណ៍គឺគុណភាពអាជីវកម្មរបស់យើងគឺពិតជាល្អចំពោះពួកគាត់ហើយចំណុចចុងក្រោយដែលមិនអាចបំភ្លេចបាននោះគឺបានន័យថាបន្ទាប់ពីយើងបានមានទំនុកផ្ដល់ទំនុកចិត្តជូនពួកគាត់ក៏ដូចជាប្រកបដោយគុណភាពអាជីវកម្មហើយអ្វីដែលយើងទទួលបានន័យថាអីគេបាន referral បន្តបានតែគាត់ផ្ដល់ជូននៅភ្ញៀវជូនបញ្ជាភាសាសាមញ្ញទៅគឺថាអតិថិជនថ្មីជូនយើងចំណិចនឹងឯងជាយ៉ាងណានាំបន្តនឹងឯងបាទនេះជាបទពិសោធន៍របស់បងជាក់ស្ដែងបាទអរគុណបងទាំង3នេះគឺមានសារៈសំខាន់មែនទេហ្មងតាក់ទងទៅនឹងតំណែងល្អជាមួយអតិថិជនប៉ុន្តែចំណុចមួយដែលខ្ញុំចាប់អារម្មណ៍គឺតាក់ទងទៅនឹងគុណភាពអាជីវកម្មតើបងអាចបញ្យល់បន្ថែមទៀតបាននេះថាតើតំណែងល្អនោះធ្វើឲ្យគុណភាពអាជីវកម្មល្អយ៉ាងដូចម្តេចបាទអរគុណជាជាក់ស្ដែងគុណភាពអាជីវកម្មពិតជាមានសារៈសំខាន់សម្រាប់អតិថិជនណាជាក់ស្ដែងយើងអាចនិយាយបានថាយើងទិញរបស់អីមួយយើងតែងតែចង់បានគុណភាពល្អមែនទេអញ្ចឹងបើគាត់ជាវប្រដាប់របស់យើងគាត់ជាវសេវាកម្មរបស់យើងដាច់ខាតគាត់ត្រូវតែដឹងថាគុណភាពអាជីវកម្មគាត់ពិតជាចង់បានការចេញពីអីគេកត្តាដែលយើងមិនអាចខ្វះបានគឺភាពតំណែងល្អរវាងអ្នកលក់និងអ្នកទិញនឹងឯងឬក៏យើងប្រើពាក្យអាម៉ាត់ថាលក់ឲ្យចំណេញអ្នកទិញសប្បាយចិត្តនឹងឯងគឺជាកន្លឹះមួយដែលយើងអ្នកដែលបាន
លក់ជូនគាត់យើងផ្ដល់យើងបានកម្រៃជាងសារក៏ដូចជាផលប្រយោជន៍ដែលក្រុមហ៊ុនផ្ដល់ឲ្យអានេះវាជារឿងមួយដែលយើងទទួលបានហើយដល់ពេលអ្នកដែលគាត់ជាវគាត់ទទួលបានការការពារកើតចេញពីសេវាកម្មយើងល្អកើតចេញពីទំនុកចិត្តល្អនឹងហើយគាត់តែងតែផ្ដល់ជូនអញ្ចឹងអាចនិយាយពាក្យខ្លីថាពេលដែលយើងធ្វើអាជីពជាអ្នកលក់ដល់ប្រកបដោយគុណភាពអាជីវកម្មអ្វីដែលសំខាន់បំផុតទិញហើយត្រូវតែកុំភ្លេចគាត់ត្រូវតែផ្ដល់សេវាកម្មជូនគាត់រហូតដល់គាត់ទទួលបានចុងគ្រានឹងឯងបានន័យថាតាមទៅលើប្រដាកតាមឆ្នាំនីមួយនេះគឺជាកត្តាសំខាន់បំផុតបាទអរគុណច្រើនបងសម្ដែងបានបញ្ជាក់បន្ថែមទៅនឹងភាពចាំបាច់នៃការរក្សាតំណែងល្អជាមួយអតិថិជនរហូតដល់ធ្វើឲ្យយើងទទួលបាននៅគុណភាពអាជីវកម្មបាទនៅក្នុងវិស័យធានារ៉ាប់រងអូខេបងអញ្ចឹងសម្រាប់សំណួរបន្ទាប់សម្រាប់បងផ្ទាល់ឃើញថាគេស្គាល់ច្រើនជាមួយនឹងបើថាភាពប៉ិនប្រសប់នៅក្នុងការបង្កើតតំណែងណាបងជាពិសេសជាមួយនឹងបុគ្គលថ្មីឬក៏អតិថិជនគោលដៅថ្មីអញ្ចឹងពីខ្ញុំទៅចង់ជំរាបសួរបងថាតើបងមានកលឹះអ្វីខ្លះណាដល់ក្នុងការបង្កើតតំណែងជាមួយអតិថិជនថ្មីណាបាទអរគុណបាទសំណួរល្អមែនតើហើយក៏មនុស្សយើងម្នាក់ចង់បានដែរចង់និយាយថាកលឹះរបស់បងក្នុងការតំណែងរាប់អានដល់អ្នកថ្មីក៏ដូចយើងរក្សាអ្នកចាស់ថ្ងៃតែបងសងនិយាយពីអ្នកថ្មីសិនបាទអ្នកថ្មីអ្វីមួយដែលយើងមិនអាចបំភ្លេចបានគឺភាពរួសរាយរាក់ទាក់ដូចកសលឯងនេះអញ្ចឹងជួបបងគឺញ៉ាំរួសរាយរាក់ទាក់ដាក់គ្នាទៅវិញមកអញ្ចឹងបងធ្វើសេវាកម្មហ្នឹងជូនពួកគាត់ដំបូងទាំងអស់ហ្នឹងគឺភាពរួសរាយរាក់ទាក់ជូនពួកគាត់ដែលយើងអត់ស្គាល់សោះស្នាមញញឹមដោយចេញពីពោះចេញពីពងអញ្ចឹងនិយាយអញ្ចឹងណាអូខេរឿងមួយទៀតដែលយើងមិនអាចបំភ្លេចបានបងដែរបានន័យថាគឺធ្វើឲ្យពួកគាត់ចាប់អារម្មណ៍បានន័យថាយើងជានរណាយើងមិនអាចទៅប្រាប់គេថាខ្ញុំជាឈ្មោះសុភាពឬក៏ខ្ញុំកសលអញ្ចឹងឯងបើយើងប្រាប់អញ្ចឹងគេមានអារម្មណ៍មួយថាដូចទៅលក់គេហ្មងថើអញ្ចឹងយើងធ្វើឲ្យគេចាប់អារម្មណ៍ថាជាបុគ្គលហ្នឹងដែលគាត់តែនិយាយមើលទៅហើយដូចជាការចាប់អារម្មណ៍បើយើងគិតទៅវាបើតាមបទពិសោធន៍របស់បងពេលខ្លះបងអាចនិយាយជាលក្ខណៈជា history អាចពេលខ្លះបងនិយាយជារឿងកំ pl ែងតិចតួចចឹងទៅឬក៏ពេលខ្លះបងលើកបុគ្គលគាត់ផ្ទាល់ខ្លួនហ្នឹងមកនិយាយជាមួយគ្នានឹងឯងវាអាស្រ័យទៅលើបរិបទជាក់ស្ដែងបងខ្ញុំសុំកាត់ភាសាបងបន្តិចដោយសារតែបងបានលើកឡើងចំណុចមួយតាក់ទងទៅនឹងការប្រើភាពតាក់ទាញណាចំពោះបងមានកលឹះឬក៏មានឧទាហរណ៍អីដែលបង្ហាញថាបងបានប្រើភាពតាក់ទាញហ្នឹងឲ្យជោគជ័យបាទអរគុណកសលដែលបានបញ្ជាក់ជាបទពិសោធន៍របស់ខ្ញុំនៅក្នុងអាជីពនេះច្រើនឆ្នាំដែរខ្ញុំតែងតែប្រើវិធីសាស្ត្រច្រើនដើម្បីធម្មតាខ្ញុំអត់ដែលស្គាល់គាត់ទេគេនាំខ្ញុំឲ្យស្គាល់គាត់ឬក៏ស្គាល់ឲ្យចៃដន្យអញ្ចឹងណាបាទអញ្ចឹងភាពតាក់ទាញរបស់ខ្ញុំតែងតែប្រើអាទិចនៃភាពតាក់ទាញណាគឺអាច concept ទី1គឺ steer ពី history អញ្ចឹងទៅតែពេលខ្លះបើអត់ត្រូវយើងអាចដូរទៅវិធីសាស្ត្រផ្សេងតែអ្វីដែលខ្ញុំឧស្សាហ៍ប្រើខ្ញុំប្រើបែបកំ pl ែងទីចោះកំ pl ែងនឹងបែបកំ pl ែងណាឧទាហរណ៍អញ្ចឹងនិយាយថាកសោបងសួរមួយសោឲ្យមិនដឹងហ៎ក្មេងពីមុនអត់ដូចគ្នាឥឡូវទេណាហេតុអីមិនអត់ដូចគ្នាតែលោកស្អាតគិតទៅអត់ដូចគ្នាដោយសារហ្នឹងក្មេងពីមុនបើខ្ញុំណាភាពខ្ញុំថាពីមុនចុះហ្នឹងខ្ញុំពីមុនខ្ញុំអត់មានដូចជា smartphone អត់មានអីប្រើអញ្ចឹងបើក្មេងឥឡូវគឺគាត់មាន smartphone សម័យ digital ណាគឺខុសគ្នាអញ្ចឹងមកពីខ្ញុំទៅបាទស្អាតគិតអញ្ចឹងដែរបាទដែលណាក៏ចេះឆ្លើយដែរហ្នឹងប៉ុន្តែចម្លើយរបស់មិនអញ្ចឹងទេក្មេងពីមុនចាស់អស់ហើយតតែក្មេងឥឡូវបានក្មេងហ្នឹងហើយចឹងនេះជាឧទាហរណ៍មួយដែលខ្ញុំឧស្សាហ៍ប្រើជូនដល់ audience របស់យើងក៏ដូចជាដើម្បីគាត់ចាប់អារម្មណ៍បន្ទាប់មកតើគាត់ស្ដាប់មើលទៅមនុស្សហ្នឹងគឺមានអីពិសេសប៉ុន្តែអ្វីដែលបងមិនអាចបំភ្លេចបានគឺជាការរៀបចំខ្លួនជាក់ស្ដែងដូចថ្ងៃហ្នឹងក៏សល់ឯងឲ្យបងអញ្ចឹងបងអាយុរៀងច្រើនហើយប៉ុន្តែពេលពាក់អាវសអញ្ចឹងទៅដូចមានអារម្មណ៍ថាដូចរៀងថ្មីដែរណាដូចការរៀបចំខ្លួនដូចជាការនីលការសសអញ្ចឹងណាកត្តាការរៀបចំខ្លួនពិតជាសំខាន់ក្នុងអាជីពយើងនេះឯងព្រោះយើងអាចខ្វះបានទេបងប្អូនយើងអាចនិយាយថាបើសិនបើបងប្អូនគឺជាគំរូដល់អ្នកជុំគ្នានិងអ្នកជុំវិញបងប្អូនធ្វើជាភ្នាក់ងារធានារ៉ាប់រងការតុបតែងខ្លួនពិតជាមានសារៈសំខាន់សម្រាប់បងប្អូនមែនទែនហេតុអីដូចជាបងប្អូនត្រៀមនឹងណាត់ជួបនរណាម្នាក់ដើម្បីបង្ហាញពីសេវាកម្មនឹងជូនពួកគាត់ផ្ទុយទៅវិញបងប្អូនស្លៀកពាក់អាវអត់សមរម្យការសិតសក់អីតុបតែងខ្លួនអត់សមរម្យទេគឺមិនបានទេជាក់ស្ដែងយ៉ាងហោចណាស់ប្រហែលខ្ញុំអញ្ចឹងបានហើយអាចថានៅក្នុងខ្លួនយើងកុំឲ្យលើសពី3ពណ៌បានអាវសខោខ្មៅអញ្ចឹងទៅបើជើង
ពណ៌សូកូឡាឬក៏ពណ៌ខ្មៅអីចឹងទៅអញ្ចឹងពេលដែលយើងតុបតែងខ្លួនបែបហ្នឹងវាអាចនឹងបង្កើតភាពតំណែងមកយើងដោយមិនដឹងខ្លួនដូចអ្វីដែលបងបានលើកពីខាងដើមមកនេះគឺជាចំណុចសំខាន់អាចថាយើងការតុបតែងរបស់យើងគឺស្អាតបាតបែបវិជ្ជាជីវៈជាក់ទាញ Yes យើងចាប់ដើមនិយាយទៅប្រើវិធីនៃការនិយាយទៅគឺរឹតតែ Yes អរគុណច្រើនបងសម្រាប់ការបកស្រាយជាមួយនឹងសំណួរទី2របស់យើងតើតើទៅនឹងថាតើយើងធ្វើដូចនេះដើម្បីឲ្យយើងអាចបង្កើតតំណែងជាមួយអតិថិជនថ្មីរបស់យើងបានចុះនេះបងបានលើកឡើងអំបញ្ញមិញអញ្ចឹងខ្ញុំចង់ចាំថាទី1គឺស្នាមញញឹមណាភាពរួសរាយរាក់ទាក់យើងជាមួយគាត់អានោះថាជា first impression ណាបាទ yes ហើយទី2គឺតើតើទៅនឹងការបង្កើតភាពតាក់ទាញទៅដល់ពួកគាត់អញ្ចឹងអាហ្នឹងតើតើនឹងសិល្បៈនៃការនិយាយរបស់បងហើយភាព apply របស់បងសិល្បៈនៃការនិយាយរបស់បងគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងចំណុចនេះនិងចុងក្រោយគឺការតបតែងខ្លួនបែបវិជ្ជាជីវៈដើម្បីឲ្យគេមើលមកគឺ look professional ចឹងណាបងអូខេបាទអរគុណច្រើនបងប្អូនអរគ្នាបាទអញ្ចឹងពីកម្មវិធីខ្ញុំលើកគេថា podcast មានមួយចំនួនចុងក្រោយទៀតអញ្ចឹងបងបានបង្កើតអតិថិជនបានន័យថាបានបង្កើតតំណែងអតិថិជនហើយឥឡូវមកកាន់ឥឡូវនេះគឺបដូរមកកាន់ការថែរក្សាតំណែងវិញដើម្បីឲ្យបានល្អបានស្និទ្ធស្នាលហើយបានយូរអង្វែងថាបងមានជាកលឹះឬក៏មានវិធីសាស្ត្រយ៉ាងដូចម្ដេចដើម្បីរក្សាតំណែងរបស់បងជាមួយនឹងអតិថិជននោះបានយូរអង្វែងបាទអរគុណកសលសម្រាប់សំណួរទី3នេះឯងហើយក៏ជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំកំពុងតែបាននឹងបន្តកំពុងធ្វើជូនដល់អតិថិជនរបស់ខ្ញុំតាំងតែពីឆ្នាំ2016រហូតដល់បច្ចុប្បន្នបាទខ្ញុំពិតជាសប្បាយចិត្តហើយសំណួរនេះគឺចាក់នៅក្នុងបេះដូងខ្ញុំផងដែរបាទណាស់ទេខ្ញុំមានកលឹះខ្លីៗដែលបងប្អូនអាចយកទៅអនុវត្តបានហើយខ្ញុំជឿថាបងប្អូនក៏ចេះដែរប៉ុន្តែពេលខ្លះអាចនឹងមិនទាន់ដឹងឬក៏ដឹងហើយអត់ទាន់ច្បាស់យើងអាចបន្ថែមពីលើទៅអញ្ចឹងទី1ដែលយើងមិនអាចខ្វះបានគឺយើងត្រូវតែបង្កើតប្រព័ន្ធ system តខ្លួនរបស់យើងក្នុងការថែរក្សាពួកគាត់យ៉ាងម៉េចទៅបងការបង្កើតប្រព័ន្ធឧទាហរណ៍កើតខ្ញុំមានអតិថិជនប្រហែលជា300នាក់ទៅ400នាក់ជាងយើងពិបាកនៅក្នុងការគ្រប់គ្រងពួកគាត់ហ្នឹងមែនទេឧទាហរណ៍មួយខ្ញុំ save លេខទូរស័ព្ទរបស់គាត់ពីលេខរៀងលេខ1រហូតដល់លេខរៀង400ឥឡូវឧទាហរណ៍កសលឯង call មកបងកសលឯងគឺជាអតិថិជនរបស់បងមែនទេបាទត្រូវបាទពេលដែលបងអត់បាន save លេខកសលឯងទេចៃដន្យពេលហ្នឹងកសលឯង call មកបងលើកមើលទៅអត់មានឈ្មោះបងសួរថាពីណាគេបាទចុះបើសិនពេលដែលកសលឯងធ្លាប់ជាវសេវាកម្មនឹងជាមួយបងហើយបងសួរសំណួរហ្នឹងតើអារម្មណ៍កសលឯងសប្បាយចិត្តទេប្រកាសជាអត់សប្បាយចិត្តអញ្ចឹងអាហ្នឹងគឺជា system តខ្លួនរបស់បងមួយទៀតបងបង្កើតគេហៅថា list អតិថិជនជាតារាង Excel តខ្លួនតែចេញពី system តខ្លួនមកដូចគ្នាបាទសម្រាប់បងនៅតែបន្តធ្វើរឿងនឹងរហូតដល់បច្ចុប្បន្នហើយក៏បានចែករំលែកទៅដល់ក្រុមការងាររបស់បងផងដែរគឺយើងបង្កើតតារាង Excel មួយជាតារាងបង់ប្រាក់ជូនគាត់បាទគិតពីឆ្នាំចាប់ផ្ដើមរហូតដល់ឆ្នាំបញ្ចប់ឬក៏យើងហៅថាចុងគ្រានឹងឯងនៅក្នុងហ្នឹងយើងអាច detail ព័ត៌មានរបស់គាត់លេខទូរស័ព្ទរបស់គាត់ហើយនឹងថ្ងៃខែដែលគាត់បង់បន្តមកទៀតយើងមានឱកាសអីពេលដែលគាត់ទទួលជាវជាមួយយើងហើយយើង screenshot អាសេវាកម្មហ្នឹងជូនគាត់បានន័យថាជូនគាត់ទៅផ្ញើតាម social media មែនទេអាចថាជា Telegram អាចថាជា Messenger ឬក៏ call ប្រាប់ទៅគាត់ថាបងខ្ញុំបានផ្ញើតារាងជូនបងនេះបងចាប់ផ្ដើមប្រើជាមួយយើងពីថ្ងៃនេះចំនួនប៉ុណ្នេះអញ្ចឹងចង់គឺគាត់សប្បាយចិត្តអាហ្នឹងគឺជាចំណុចមួយដែលយើងមិនអាចខ្វះបានហើយជាប្រព័ន្ធ system របស់យើងអូខេបងអញ្ចឹងចំណុចនេះគឺសំខាន់នៅក្នុងនៅពេលដែលយើងមានតំណែងអតិថិជនក្នុងដៃ Yes ឈ្មោះគាត់លេខទូរស័ព្ទគាត់អ្វីដែលពិសេសគឺយើងមានជា schedule ដើម្បីយើងអាចរំលឹកគាត់ទៅនឹងពេលវេលាទៅត្រូវបន្តការបង់បុព្វលាភអីចឹងដែលសំខាន់កុំឲ្យគាត់ភ្លេចជាងគាត់ភ្លេចយើងណាបងអរគុណបងមានអីទៀតបន្ថែមមានអូនហ្នឹងជាចំណុចទី1ចំណុចទី2ដែលបងតែងតែអនុវត្តហ្នឹងគឺជាសារជូនពរដូចជាសាររំលឹកជូនគាត់ចឹងនិយាយថាមនុស្សយើងតែនិយាយល្អសប្បាយចិត្តអញ្ចឹងអរគុណបងដែលបងបានប្រើប្រាស់សេវាកម្មនឹងជាមួយប្អូនមកដល់បច្ចុប្បន្ននេះបងទទួលបានរយៈពេល5-6 ឆ្នាំហើយអញ្ចឹងបងជាអតិថិជនល្អរបស់ក្រុមហ៊ុននឹងឯងគឺគាត់តែបានលើកពាក្យប៉ុណ្ណឹងគាត់សប្បាយចិត្តខ្លាំងមែនទែនតាមសង្គមពួកគាត់ភាគច្រើនគាត់ចូលចិត្ត Facebook ត្រូវហ៎បាទអញ្ចឹងយើងពេលខ្លះយើងអាចយើងអាច message direct ទៅគាត់តែម្ដងពេល message direct ទៅគាត់ថាបងត្រូវដល់បងប៉ុន្តែហាមផ្ដាច់អ្វីដែលសំខាន់បំផុតសុំកុំដល់ថ្ងៃឲ្យប្រាប់ធ្វើម៉េចឲ្យប្រាប់បានមុន1ខែ2ខែបាទឬក៏កាន់តែល្អកន្លះឆ្នាំមកក៏បានដែរអាហ្នឹងជាភាពងាយស្រួលមួយដើម្បីក្នុងការប
បង្កើតតំណតំណងជាមួយគាត់ពិតជាល្អអូខេចំណុចមួយទៀតដែលយើងមិនអាចខ្វះបានចំណុចមួយទៀតណាបាទគឺការបង្កើតមិត្តភាពរវាងយើងនិងគាត់ការមិត្តភាពបាទអញ្ចឹងមិនទេបងចុះធម្មតាមុនដំបូងដូចបងនិយាយពីដើមមកអញ្ចឹងយើងអាចស្គាល់គ្នាសោះកើតចេញពីកម្រិត0បានន័យថាខ្លាយទៅជាអតិជនបន្ទាប់ខ្លាយជាអតិជនហើយខ្លាយទៅជាបងប្អូនហើយអាចនឹងខ្លាយទៅជាបងប្អូនធម៌ក៏ថាបានដែរអានឹងជាបទពិសោធន៍បងលើក experience history មួយបាទកាលនោះបងទៅស្រុកបងទៅស្រុកណាជិះឡានទៅស្រុកតាមផ្លូវហ្នឹងចៃដន្យពេលហ្នឹងក៏ជួបគាត់តាមផ្លូវហើយពេលហ្នឹងជិះតែឯងបាទក៏បានអញ្ជើញគាត់ឡើងឡានហើយក៏បានណែនាំសេវានឹងជូនគាត់វាចៃដន្យអីគាត់អារម្មណ៍ល្អពេលហ្នឹងមិនដឹងមិនទេគាត់ទិញទាំងពីរនាក់ទទួលយកគាត់ទទួលយកទាំងពីរនាក់រហូតដល់បានប្រើប្រាស់សេវានឹងហើយរួចរាល់ហើយគាត់និយាយហ្មងថាខ្ញុំដូចមាននិស្ស័យមួយបងអូនឯងខ្ញុំចង់រាប់អានជាបងប្អូនធម៌រាប់អានគ្នារហូតដល់បច្ចុប្បន្នហ្នឹងឯងអរគុណបងសម្រាប់ការបកស្រាយជាមួយនឹងកន្លឹះខ្ញុំជឿជាក់ថាមានសារៈសំខាន់ហើយបងប្អូនដែលជាភ្នាក់ងារនេះអាចយកទៅប្រើប្រាស់បានបាទជាមួយនឹងទីមួយគឺការប្រើប្រាស់ជាមួយនឹងប្រព័ន្ធឬក៏ system ហ្នឹងដើម្បីយើងអាចចងក្រងប្រមូលព័ត៌មានរបស់អតិថិជនរបស់យើងទាំងអស់នៅក្នុងដៃដើម្បីយើងស្រួលរៀបចំផែនការសកម្មភាពដើម្បីធ្វើការ follow up ឬក៏ engage បាទផ្សារភ្ជាប់គ្នាជាមួយគាត់បង្កើតកិច្ចសន្ទនាមួយគាត់បាទទី2គឺតកតងទៅនឹងការប្រើប្រាស់បណ្ដាញសង្គមឲ្យមានប្រសិទ្ធភាពចុងនេះបងផ្ទាល់បាទជាបងមានគ្រប់ឆាតជាមួយអតិថិជនណាមានបាទមានហើយនៅចុងក្រោយគឺការបង្កាត់ទំនាក់ទំនងបែបមិត្តភាពជាមួយនឹងអតិថិជនណាបងបាទអរគុណច្រើនបងសម្រាប់ការផ្ដល់ជាមួយនឹងកលឹះក៏ដូចជាការប្រយុទ្ធយ៉ាងក្បោះក្បាយជុំវិញប្រធានបទរបស់យើងតកតទៅនឹងការបង្កើតក៏ដូចជារក្សាទំនាក់ទំនងឲ្យបានយូរនៅក្នុងវិស័យធានារ៉ាប់រងហើយមុននឹងបញ្ចប់ចាប់ដល់ថាបងមានពាក្យពេចន៍អីខ្លះដើម្បីផ្ដាំផ្ញើទៅកាន់បងប្អូនរបស់យើងដែលគាត់ចាប់អារម្មណ៍ជាមួយនឹងអាជីពជាភ្នាក់ងារធានារ៉ាប់រងជាពិសេសជាមួយនឹងក្រុមហ៊ុន Potential តែម្ដងបាទអរគុណកសលអរគុណចំពោះចំណាយពេលថ្ងៃនេះមកជជែកជាមួយបងតកតងទៅលើប្រធានបទរបស់យើងគឺបង្កើតភាពទំនាក់ទំនងបាទបងប្អូនទាំងអស់គ្នាដែលស្ដាប់នេះក៏បានជាចំណេះជំនាញសម្រាប់ទុកសម្រាប់ជាអាជីពរបស់យើងចឹងប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ដើម្បីចូលរួមនៅក្នុងអាជីពវិស័យធានារ៉ាប់រងអ្វីដែលខ្ញុំបានបន្តនិងកំពុងធ្វើដោយសារខ្ញុំមាននេះគឺជារូបមន្តរបស់ខ្ញុំទេប៉ុន្តែខ្ញុំចែករំលែកដល់បងប្អូនដើម្បីជាចំណេះជំនាញសម្រាប់បងប្អូនយកទៅប្រើប្រាស់ជាការបទពិសោធន៍របស់ខ្ញុំឆ្លងកាត់រយៈពេល9ឆ្នាំមួយឆ្នាំនេះហើយគឺខ្ញុំមានរូបមន្តរបស់ខ្ញុំ4សោះបាទមាន4ទី1គឺ A តកតទៅលើ attitude បានន័យថាបងប្អូនបន្ទាប់ពីយើងចូលនៅក្នុងវិស័យនេះហើយយើងនឹងទទួលបាននៅបុគ្គលិកលក្ខណៈជាមនុស្សល្អហើយកុំយល់ច្រឡំថាយើងអត់ចូលអានឹងយើងអត់ល្អ no អត់ចឹងទេបានន័យថាយើងនៅតែជាបុគ្គលល្អដដែលប៉ុន្តែបន្ទាប់ពីយើងចូលនៅក្នុងអាជីពនេះហើយយើងនឹងទទួលបានបុគ្គលិកលក្ខណៈបន្ថែមពីលើមកទៀតគឺ attitude សម្រាប់អ្នកមនុស្សជុំវិញយើងបាទគឺផ្ដើមចេញពីអក្សរ A បាទហើយចំណុចទី2គឺចាប់ផ្ដើមពីអក្សរ B បានន័យថា believe ពេលដែលយើងចូលមកក្នុងវិស័យនេះដូចបងប្អូនឃើញនៅក្នុងថ្ងៃនេះការនិយាយពួកខ្ញុំរវាងនឹងខ្ញុំនិងកុសលបានន័យថាយើងនឹងចែករំលែកនៅអ្វីដែលយើងមានយើងជឿជាក់ថាយើងបាននឹងកំពុងធ្វើរឿងល្អជូនប្រជាពលរដ្ឋយើងអញ្ចឹងយើងនឹងទទួលបានចំណេះជំនាញចេញពីផ្នែកក្រុមរដ្ឋបាលពីក្រុមហ៊ុន Potential យើងផងដែរចំណុចទី3បានន័យថាផ្ដើមចេញពីអក្សរ C បានន័យថា commitment អញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំចូលនៅក្នុងអាជីពនេះខ្ញុំប្រាថ្នាថាខ្ញុំអត់ចង់បានអីច្រើនទេខ្ញុំចង់បានលុយច្រើនចឹងនិយាយអញ្ចឹងណាហើយនឹងចង់បានតំណែងសមរម្យអញ្ចឹងលុយអត់ទាន់អស់ទេអញ្ចឹងបងប្អូនមកជាមួយគ្នាមកគឺយើងនឹងទទួលបានលុយដូចគ្នានិយាយមួយម៉ាត់ទៅគឺចាប់ផ្ដើម commitment យើងចង់បានការតាំងចិត្តខ្ពស់យើងមកទីនេះយើងនឹងមានវគ្គបណ្ដុះបណ្ដាលឲ្យបងប្អូនមានកន្លឹះពីអ្វីដែលយើងអាចធ្វើហើយចំណុចចុងក្រោយដែលខ្ញុំមិនអាចបំភ្លេចបានហើយបងប្អូនកំពុងអនុវត្តដូចគ្នាគឺ discipline គឺផ្ដើមពីអក្សរ D នឹងឯងគឺ discipline បានន័យថាបងប្អូននឹងមានវិន័យផ្ទាល់ខ្លួននឹងមានវិន័យចំពោះការងារហើយនឹងមានវិន័យចំពោះពេលវេលាផងដែរអញ្ចឹងចាប់ផ្ដើមពី A B C D អញ្ចឹងបងប្អូនយកទៅអនុវត្តទាំងអស់គ្នាខ្ញុំជឿជាក់ថានឹងទទួលបានជោគជ័យទាំងអស់គ្នាអរគុណច្រើនបងសុភាពដែលបានចំណាយពេលដ៏មានតម្លៃហើយផ្ដល់កញ្យុះហើយថ្ងៃនេះគឺចូលរួមជាពិសេសក្នុងការវិញ្ញាចទៅនឹងប្រធានបទរបស់យើងគឺការថែរក្សាទំនាក់ទំនងក៏ដូចជាការបង្កើតទំនាក់ទំនងដែលមានសារៈសំខាន់ជាខ្លាំងនៅក្នុងវិស័យធានារ៉ាប់រងហើយដែលបានបញ្ជាក់ទៅកាន់បងប្អូនទៅនឹង
បទពិសោធន៍ក៏ដូចជាកលឹះមួយចំនួនដែលបងប្អូនរបស់យើងដែលជាភ្នាក់ងាររកអាចយកទៅប្រើប្រាស់បានសម្រាប់បង្កើនជាមួយនឹងសកម្មភាពប្រចាំថ្ងៃនៅក្នុងអាជីវកម្មបាទជាភ្នាក់ងារធានារកដែរអរគុណច្រើនបងប្អូនអរគ្នាដូច្នេះសម្រាប់បងប្អូនអរគ្នាដែលចាប់អារម្មណ៍ជាមួយនឹងអាជីពជាភ្នាក់ងារធានារងជាពិសេសជាមួយនឹងក្រុមហ៊ុនបណ្ដឹងកម្ពុជាបាទអាចធ្វើការដាក់ពាក្យបាននៅក្នុងតំណភ្ជាប់ខាងលើវីដេអូបងប្អូនគ្នាអាចដាក់ជា CV ហើយទទួលបានឱកាសជាមួយនឹងការតាក់ទងពីក្រុមការងារដើម្បីធ្វើការសម្ភាសផ្ទាល់តែម្ដងអរគុណច្រើនពីកម្មវិធីរបស់យើងដែលជាកម្មវិធីខ្ញុំលើកគេថា podcast នៅក្នុងសប្តាហ៍នេះបានជាមកដល់ទីបញ្ចប់បាទដូច្នេះខ្ញុំបាទក៏សូមអរគុណម្ដងទៀតសម្រាប់បងប្អូនអរគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីហើយយើងនឹងជួបគ្នានៅក្នុងកម្មវិធីខ្ញុំលើកគេថា podcast នៅក្នុងសប្តាហ៍ក្រោយទៀតសូមអរគុណសូមជម្រាបលាបាទជម្រាបលា